បងមានជាមួយខ្ញុំឆាយតែ1000 3ខែតានេះឲ្យចេញទៅវិញគឺធ្វើការងារខ្នាតប៉ុណ្ណាក៏បាន it's a scam អ្នកធ្វើ sound កំសត់មុខវិជ្ជា field sound design នេះមួយគឺនៅក្នុងស្រុកយើងកំសត់ហ្មងវាតើតោជាមួយនឹងថាតើនៅពេលដែលយើង delivery អានឹងមួយទៅឲ្យ client របស់យើងគាត់យកទៅចាក់អានោះដាក់អានេះ play ក្នុងអានេះវាត្រូវអត់ standard ហ្នឹងអាកម្រិតសំឡេងនឹងវាត្រូវ standard ហ្នឹងអត់ខ្ញុំអត់និយាយពីភាពពីរោះនៃការ mix and mastering របស់យើងទេខ្ញុំចង់និយាយអំពីអាកម្រិត standard នៃការសំឡេងវាត្រូវអត់ហើយដើម្បីឲ្យត្រូវវាត្រូវធ្វើមិនទីទុយមានសួរជួបគ្នាម្ដងទៀតហើយលោកយើងសប្តាហ៍មុនខ្ញុំបានចែករំលែកនៅក្នុងកូនឃ្លីបខ្លីមួយតាក់ទងជាមួយនឹងការទៅជិះអំពីភាពខុសគ្នាដូចគ្នាឬក៏ស្តៀងគ្នារវាង stereo ហើយនិង 2.0 ហើយខ្ញុំមាន feedback ខ្លះមួយចំនួននៅក្នុងទាំងនៅក្នុង Facebook ហើយនៅក្នុង TikTok សំណួរ2ដែលគាត់សួរទី1ខ្ញុំបង្រៀនសិស្សអត់ហើយទី2គាត់ឲ្យចង់ឲ្យខ្ញុំចែករំលែកថាតើstereo ហើយនិង mono នេះវាខុសស្តៀងគ្នាមិនអញ្ចឹងណាសំណួរទី1បងបង្រៀនសិស្សអត់សំណួរហ្នឹងគេសួរខ្ញុំច្រើនណាខ្ញុំគិតថា2ឆ្នាំចុងក្រោយនេះគេសួរខ្ញុំរហូតនៅក្នុងបណ្ដាញសង្គមអ្នកដែលស្គាល់គ្នាគាត់ចេះតែចង់ឲ្យខ្ញុំចែករំលែកទៅជាមួយថាតើសេចក្ដីនឹង sound ហើយគាត់ចង់ឲ្យខ្ញុំបង្រៀនអីចឹងទៅសម្រាប់ខ្ញុំគិតថាពាក្យថាបង្រៀនវាគឺជា interaction រវាងសិស្សហើយនិងគ្រូនៅក្នុងកន្លែងសិក្សាមួយហើយមុខវិជ្ជាឬក៏ជំនាញខ្លះយើងអត់ចាំបាច់ត្រូវពាក្យថាបង្រៀនទេយើងប្រើពាក្យថាចែករំលែកវាគ្រប់គ្រាន់នេះជាឆ្នាំទី5ដែលខ្ញុំធ្វើការជាមួយនឹងការងារជាអ្នក sound designer ជាអ្នករចនាសំឡេងសម្រាប់ភាពយន្តអញ្ចឹងខ្ញុំមិនមែនជា music engineer ទេបើទោះបីជាមានចំណេះដឹងតិចតួចតែទៅនឹងភ្លេងប៉ុន្តែខ្ញុំអត់ហ៊ាននិយាយថាខ្ញុំជា music engineer តែខ្ញុំធ្វើការជាមួយនឹងការធ្វើសំឡេងភាពយន្តសំណួរសួរថាខ្ញុំ ready ក្នុងការចែករំលែកអត់ខ្ញុំអាចចែករំលែកបានខ្ញុំអាចប្រើពាក្យថាខ្ញុំអាចបង្រៀនបានខ្ញុំជាគ្រូបង្រៀនស្រាប់ស្អីដែលខ្ញុំអាចធ្វើបានស្អីដែលខ្ញុំចេះខ្ញុំអាចចែករំលែកតែវិធីងាយដើម្បីឲ្យអ្នកដែលខ្ញុំចែករំលែកទៅគាត់យល់ងាយយល់អញ្ចឹងប៉ុន្តែខ្ញុំសូមឆ្លើយថាខ្ញុំអត់តន់បង្រៀនឥឡូវនេះគឺខ្ញុំអត់តន់បង្រៀនបានឆ្នាំក្រោយ2ឆ្នាំទៀត3ឆ្នាំទៀតយើងអត់តន់ដឹងអញ្ចឹងណាយើងអត់តន់ដឹងប៉ុន្តែឲ្យស្មោះត្រង់ខ្ញុំក៏ចង់មានមិនខ្ញុំចង់មានខ្ញុំចង់ឃើញនៅក្នុងស្រុកយើងមានកូន community ទូចមួយដែលយើងមានអ្នក sound designer ជុំគ្នាទៅជឿអំពីការធ្វើសំឡេងភាពយន្តសំឡេងsound អញ្ចឹងណាតែសារតែយើងឃើញថាបើសិនជាមាន public forum មួយរឿងខ្មែរមួយល្បីអញ្ចឹងទៅគាត់ហៅ director គាត់ហៅ producer គាត់ហៅអ្នកពាក់ព័ន្ធមួយចំនួនយកមកទៅជែកអំពី process អំពីអីហ្នឹងទៅចឹងមានអ្នកចូលមើលស្ដាប់ច្រើនអញ្ចឹងទៅមានអ្នកនេះមានអ្នកនោះអញ្ចឹងទៅប៉ុន្តែទៅជាមួយនឹង sound គឺគេអត់សូវមានបណ្ដាគេហៅមកទៅជែក sound កំសត់អ្នកធ្វើ sound កំសត់មុខវិជ្ជា field sound design នេះមួយគឺនៅក្នុងស្រុកយើងកំសត់ហ្មងគឺអត់សូវមានអ្នកគេទៅជែកអំពី sound ប្រហែលទេអញ្ចឹងណាជាពិសេសគឺ post sound ហ្មងក៏អត់សូវមានអ្នកគេទៅជែកប្រហែលទេពណ៌color មានក្រុមហ៊ុនគេឲ្យយកលុយទៅបើក training សិក្ខាសាលាទៀត directing writing cinematography ក៏គោកយកទៅណាវាស្ទើរតែកាត់ឡើងរាល់ថ្ងៃប៉ុន្តែ sound designing not so much កំសត់ខ្លាំងខ្ញុំនិយាយថា sound នៅស្រុកយើងគឺកំសត់ខ្លាំងហ្មងមិនសូវគេអើពើប្រហែលមិនសូវមានអ្នកគេតែខ្ញុំជឿថាមានអ្នកចង់មានអ្នកចេះធ្វើមានអ្នកចាប់អារម្មណ៍ច្រើនតាមខ្ញុំដឹងតែគ្រាន់តែហេតុផលខ្លះគឺ topic post sound designing sound mix and mastering មួយគឺ it's not
generally talk ដូច feel ទៅទៀតនៅក្នុងវិស័យភាពយន្តខ្ញុំហ៊ាននិយាយចឹងខ្ញុំឃើញហ្នឹងហើយអូខេបើមានក៏ល្អមិនក៏ល្អគឺល្អហ្មង community មួយដែលយើងជាមិន sound ពីការធ្វើ sound ស្អីចឹងទៅប៉ុន្តែបើឲ្យចូលទៅក្នុង Facebook មកវគ្គប៉ុណ្ណេះចេញទៅវិញធានាថាអ្នកអាចធ្វើការងារបាននិយាយពី sound ណា it's a scam បងមានជាមួយខ្ញុំឆែកតែ1000 3ខែតានីឲ្យចេញទៅវិញគឺធ្វើការងារខ្នាតប៉ុណ្ណាក៏បាន it's a scam ហេតុផលគេដែល sound វាមិន it's not too simple to learn ជាពិសេសអ្នកដែលគាត់ចង់ធ្វើជា sound designer ដូចចម្បាំងមកកងដាក់ដេកេទៅឈុលអស់បាត់ដោយសារតែ sound designing មុខជាផ្សេងទៀតដូចគ្នាវាដូចគ្នាប៉ុន្តែខ្ញុំនិយាយទៅពី feel ធ្វើជា sound designer ដែលយើងអាច sound design បានទៅលើការងារឧទាហរណ៍ទៅលើ feel គេសម្រាប់ digital សម្រាប់ broadcasting សម្រាប់ CR record release 5171ដែលយើងអាចធ្វើបានយើងឲ្យ client តូចធំ satisfy យើងទៅការពេលសិក្សាច្រើនណាយើងទៅការពេលសិក្សាច្រើនណាស់ទៅលើបច្ចេកទេសមួយចំនួនធំខ្ញុំមិនត្រឹមតែនិយាយអំពីការដាក់ sound ទម្រាប sound ចូលស្ដាប់មើលអត់ទៅលយ no អត់ទេវាតើតោជាមួយនឹងថាតើនៅពេលដែលយើង delivery អានឹងមួយទៅឲ្យ client របស់យើងគាត់យកទៅចាក់អានោះដាក់អានេះ play ក្នុងអានេះវាត្រូវអត់ standard ហ្នឹងអាកម្រិតសំឡេងនឹងវាត្រូវ standard ហ្នឹងអត់ខ្ញុំអត់និយាយពីភាពពីរោះនៃការ mix and mastering របស់យើងទេខ្ញុំចង់និយាយអំពីអាកម្រិត standard នៃការសម្លេងវាត្រូវអត់ហើយដើម្បីឲ្យត្រូវវាត្រូវធ្វើមិនចឹងសំណួរទៅប្រវាយហ្នឹងតែបើឲ្យឆ្លើយវិញសភៅ3ក្បាលគេរៀន4ឆ្នាំបញ្ញាបត្រ sound engineering 4ឆ្នាំហើយចេញវិញនៅតែ feeling stupid ជាមួយនឹង sound ហើយ3ខែ work out know everything something you need to know about sound okay ចឹងវាមានបច្ចេកទេសច្រើនណាដែលយើងអាចចាប់ផ្ដើមពីចំណុចទូចមួយទៅតជាមួយនឹងការធ្វើ sound ដោយយល់អំពីគ្រឹះនៃសំឡេងខ្ញុំអត់តនិយាយអំពីអូខេការរុញ signal អំពី DAW audio workstation របស់យើងចូលទៅក្នុង interface ចេញពី interface ចូលក្នុង audio gear what if I want to do that with that two pairs of speaker ចឹងយើងត្រូវ route ដោយតាមរយៈការប្រើប្រាស់គេ patch bay blah 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 ហើយទៅ make sure ថា signal ដែលចេញពី audio workstation ឆ្លងកាត់ analog gear ឆ្លងកាត់ digital gear មួយចំនួនដែលវាចេញតាមរយៈ speaker យើងស្ដាប់ហ្នឹងវាគឺជា signal សំឡេងត្រឹមត្រូវជាមួយនឹងបន្ទប់ដែលយើងមាន treatment ដាក់ពងដាក់ panel ដាក់ bass trap អីចឹងទៅគ្រប់អត់ទាន់គ្រប់ហើយយើងត្រូវមាន calibration tool ដើម្បីជួយ room response ដើម្បីជួយជាស្អីចឹងទៅហើយយើងត្រូវយល់អំពីtechnique ក្នុងការគ្រប់គ្រងពី system computer ពី DAW ទៅនឹង analog gear digital gear ដែលយើង connect ពីមួយទៅមួយហ្នឹងហើយនៅពេលដែលមានបញ្ហាយើងត្រូវ double shooting វាមិនអីចឹងទៅហើយត្រូវប្រកាសថាយើង delivery សម្រាប់ភ្ញៀវគាត់យកទៅចាក់ក្នុងកុន5171 blah 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 it's so much to learn to practice small step and it's okay to make mistake and it's God bless to have feedback from anybody that this is not okay this is okay but this is not okay learn from it okay ចុចសម្រាប់សំណួរទី2ភាពដូចគ្នាស្តៀងគ្នាយ៉ាងម៉េចអំពី stereo ហើយនិង mono ខ្ញុំគិតថាយើងជួបគ្នានៅវីដេអូក្រោយអញ្ចឹងវីដេអូហ្នឹងអរគុណជម្រាបលា